ប្រាសាទភិមានអាកាសជាប្រាសាទដ៏ស្រស់ស្អាតមួយកសាងចំកណ្ដាលព្រះបរមរាជវាំងជាកន្លែងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រខ្មែរសម័យមហានគរទីនេះជារាជវាំងរបស់ព្រះមហាក្សត្រចក្រភពខ្មែរនៃរាជធានីយសោធរៈបុរៈប្រាសាទនេះត្រូវបុរាណវិទូសន្និដ្ឋានថាបានសាងសង់លើទីតាំងពិសិដ្ឋបំផុតមួយមុនសម័យមហានគរទៅទៀតព្រោះនៅពីមុខប្រាសាទគឺគេរកឃើញដើមធ្លកដ៏ធំមួយកប់នៅក្នុងដីដែលជាការបញ្ចុះដោយមនុស្សមិនមែនរលំដោយកត្តាធម្មជាតិនោះឡើយខណៈតាមរយៈការធ្វើកំណាយនិងកសលវិច័យរកឃើញថាដើមធ្លកនោះមានអាយុជាង 1000 ឆ្នាំមុនសម័យអង្គរទៅទៀតមានន័យថាបុព្វបុរសខ្មែរបានជ្រើសយកទីតាំងអង្គរធំធ្វើជាចំណុចកណ្ដាលនិងជាកន្លែងនៃការចាប់ផ្ដើមនគរគោកធ្លកពិសេសប្រាសាទនេះគឺមានរឿងនិទានជាច្រើនពាក់ព័ន្ធទៅនឹងព្រះថោងនាងនាគត្រូវចាត់ទុកជាបុព្វបុរសដើមកំណើតពងសាវតាខ្មែររាត្រីកាល15កើតពេញបរមីឈានចូលមកដល់អាចកំបាំងមួយដែលត្រូវបានបើកកកាយអំពីប្រាសាទមាសដែលជាតំបន់ហាមឃាត់ព្រលឹងស្ដេចនាគស្រីយាងចេញមកជួបព្រះរាជានៅលើកំពូលប្រាសាទមាសបានបង្កើតពាក្យចចាមអារាមពេញព្រះនគរវនាគភូមិបាលមហានគរដែលតាក់ទងនឹងព្រះម៉ែនាគនិងទេពទេវមហានគរប្រាសាទភិមានអាកាសជាប្រាសាទដ៏ស្រស់ស្អាតមួយកសាងចំកណ្ដាលព្រះបរមរាជវាំងជាកន្លែងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រខ្មែរសម័យមហានគរទីនេះជារាជវាំងរបស់ព្រះមហាក្សត្រចក្រភពខ្មែរនៃរាជធានីយសោធរៈបុរៈចាប់តាំងពីពាក់កណ្ដាលសតវត្សទី10រហូតដល់ចុងបញ្ចប់នៃសម័យអង្គរអំឡុងដើមសតវត្សទី16ប្រាសាទនេះត្រូវបុរាណវិទូសន្និដ្ឋានថាបានសាងសង់លើទីតាំងពិសិដ្ឋបំផុតមួយមុនសម័យមហានគរទៅទៀតព្រោះនៅពីមុខប្រាសាទគឺគេរកឃើញដើមធ្លកដ៏ធំមួយកប់នៅក្នុងដីដែលជាការបញ្ចុះដោយមនុស្សមិនមែនរលំដោយកត្តាធម្មជាតិនោះឡើយខណៈតាមរយៈការធ្វើកំណាយនិងកសលវិច័យរកឃើញថាដើមធ្លកនោះមានអាយុជាង 1000 ឆ្នាំមុនសម័យអង្គរទៅទៀតមានន័យថាបុព្វបុរសខ្មែរបានជ្រើសយកទីតាំងអង្គរធំធ្វើជាចំណុចកណ្ដាលនិងជាកន្លែងនៃការចាប់ផ្ដើមនគរគោកធ្លកពិសេសប្រាសាទនេះគឺមានរឿងនិទានជាច្រើនពាក់ព័ន្ធទៅនឹងព្រះថោងនាងនាគត្រូវចាត់ទុកជាបុព្វបុរសដើមកំណើតពងសាវតាខ្មែរមានន័យថាការចាប់ផ្ដើមបង្កើតរាជធានីយសោធរៈបុរៈពីសំណាក់ព្រះបាទយសោវរ្ម័នទី1គឺមិនមែនជារឿងចៃដន្យទេព្រះអង្គបានយកចំណុចកណ្ដាលនិងចំណុចកកើតនគរគោកធ្លកធ្វើជាទីតាំង